យើងគោរពគេនឹងគោរពមកយើងវិញមានប្រយោគមួយពោលថាត្រូវធ្វើចិត្តឲ្យទូលាយជាមួយអ្នកដទៃតែត្រូវតឹងរឹងចំពោះខ្លួនឯងតែផ្ទុយទៅវិញនៅក្នុងសម័យបច្ចុប្បន្នមនុស្សបែរជាមានទម្លាប់តឹងរឹងចង្អៀតចង្អល់ចំពោះអ្នកដទៃប៉ុន្តែទូលាយសម្រាប់ខ្លួនឯងពេលខ្លួនឯងធ្វើខុសក៏ខំរកវិធីរកលេសផ្សេងៗមកដោះស្រាយដើម្បីឲ្យខ្លួនបានរួចខ្លួនតែនៅពេលអ្នកដទៃធ្វើខុសបន្តិចបន្តួចបែរជាស្រែកវោវាស់រកហេតុរកផលធ្វើដូចជារឿងធំដុំសម្រាប់ណាអញ្ចឹងឥទ្ធិពលនៃគំនិតបែងចែកដែលពោរពេញទៅដោយភាពអាត្មានិយមបានជំរុញឲ្យមនុស្សខ្លះឃើញអ្នកដទៃមានចំណុចណាមួយអន់ខ្សោយជាងខ្លួនក៏មានគំនិតបន្ទោសបង្អាប់បន្ទាបបន្ថោកមើលស្រាលហើយថែមទាំងមើលរំលងនៅចំណុចខ្លាំងរបស់គេមិនថាដោយចេតនាឬក៏អចេតនានោះព្រោះតែក្រសែភ្នែករបស់គេសម្លឹងឃើញថាខ្លួនគឺអស្ចារ្យជាងគេដូចពាក្យមួយតែនិយាយថាអ្នកណាដល់អញក្រៅពីអញគឺអញនេះហើយនាសម័យជន់ឈីវក្នុងនគរអ៊ូមានលោកកហបតីជាអ្នកមានស្រុកស្ដំឈ្មោះលីលីបានចេញដើរកម្សាន្តមើលនេះមើលនោះតែឯងចៃដន្យគាត់ឃើញប្រាក់មួយថង់ជ្រុះតាមផ្លូវមិនដឹងថាជារបស់អ្នកណាលីលីបំរុងនឹងរើសយកថង់ប្រាក់នោះតែក៏នឹកក្នុងចិត្តថាការអោនរើសយកប្រាក់ដែលជ្រុះតាមថ្នល់បែបនេះអាចធ្វើឲ្យអាប់អោនកិត្តិយសមិនស័ក្តិសមនឹងឋានៈរបស់ខ្លួនឡើយគិតមិនដាល់គាត់ក្រឡេកមើលជុំវិញខ្លួនគាត់មិនដាល់តើមានមនុស្សដើរកាត់តាមផ្លូវនេះដែរឬទេចៃដន្យមានបុរសម្នាក់កំពុងរែកអុសដើរតម្រង់មកល្មមគេគិតនៅក្នុងចិត្តថាប្រសិនបើហៅបុរសនោះមករើសយកប្រាក់នេះវាច្បាស់ជាសប្បាយចិត្តនឹងដឹងគុណដល់ខ្លួនមិនខានព្រោះអុសដែលកំពុងតែរែកនឹងស្មានោះក៏មិនមានតម្លៃស្មើនឹងប្រាក់ដែលជ្រុះនេះដែរពេលដែលអ្នករែកអុសដើរមកជិតដល់គេសង្កេតឃើញបុរសនោះពាក់អាវរោមសត្វម្យ៉ាងដែលអាវបែបនេះគេសម្រាប់ពាក់នៅក្នុងរដូវរងាប៉ុណ្ណោះតែឥឡូវនេះជារដូវក្តៅទោះជាមិនទាន់ក្តៅក៏ដោយការពាក់អាវប្រភេទនេះក្នុងពេលនេះមើលទៅដូចជាមិនទំនងស័ក្តិសមតែអ្នកពាក់នោះជាមនុស្សមិនសូវដឹងអីលីលីសន្និដ្ឋាននៅក្នុងចិត្តថាបុរសរែកអស់នេះច្បាស់ជាអ្នកក្រីក្រពិតប្រាកដបើឲ្យរើសប្រាក់មួយថងនេះវាពិតជាសមនឹងឋានៈរបស់គេហើយគិតដូច្នេះហើយលីលីក៏ស្រែកហៅបុរសនោះដោយប្រើសំឡេងខ្លាំងៗថាណែអ្នកនេះឆាប់មករើសយកប្រាក់ដែលជ្រុះនៅនឹងដីនេះភ្លាមទៅឮសម្ដីបែបមាក់ងាយរបស់លីលីដូច្នេះអ្នករែកអស់ក៏នឹកខឹងសម្បាច់ជាខ្លាំងគេដកកំបិតចង្អុលមុខលីលីហើយសម្លុតតបថាអ្នកឯងជាស្អីអាងខ្លួនអ្នកមានមកមើលងាយអ្នកថោកអ្នកដតីឯងស្មានថាយើងនេះអន់ណាស់ទៅឬត្រឹមតែទៅកាប់អស់យើងនៅហ៊ានពាក់អាវរំស័ព្ទយ៉ាងថ្លៃរឿងអីយើងត្រូវរវីរវល់នឹងប្រាក់កំតិចកំទីដែលជ្រុះតាមថ្នល់នោះលីលីនឹកខ្មាស់អៀននៅក្នុងចិត្តជាខ្លាំងប្រញាប់ប្រញាល់សុំទោសសូមលោកអធិស្ឋានផងចុះព្រោះខ្ញុំមើលមុខច្រឡំសូមមេត្តាកុំប្រកាន់អីមិនដឹងថាលោកមានឈ្មោះអីអ្នករែកអស់សម្លឹងមើលមុខលីលីហើយបោះសម្ដីទាំងហួសចិត្តថាលោកឯងជាមនុស្សរាក់កំផែលមើលឃើញតែរឿងសាខាងក្រៅនៅមានចិត្តចង់តាំងខ្លួនឯងគ្រាន់បើទៀតរឿងអីយើងត្រូវប្រាប់ឈ្មោះប្រាប់ត្រកូលដល់លោកនិយាយចប់គេក៏សៀតកំបិតទៅវិញហើយរែកអស់បន្តទៅមុខដោយមិនខ្ចីយកភ្នែកមើលប្រាក់ដែលជ្រុះទៅនឹងដីនោះបន្តិចសោះឡើយលីលីបានត្រឹមតែដាក់ភ្នែកសម្លឹងតាមពីក្រោយអ្នករែកអស់ដែលដើរទៅឆ្ងាយទៅក្នុងក្រសែភ្នែកពោពេញដោយសេចក្តីមួម៉ងនិងភាពអាម៉ាស់ជាខ្លាំងនេះជាឧទាហរណ៍មួយនៃចំណុចខ្វះខាត
តែមនុស្សយើងតែជួបប្រទះជាញឹកញាប់ដោយសំអាងទៅលើការចេះដឹងបន្តិចបន្តួចរបស់ខ្លួនមកយកមកវិតម្លៃយ៉ាងសើសើរទៅលើអ្នកដទៃដោយមិនគិតថាគេមិនស្មើខ្លួនឯងទីជីកើងអ្នកនិពន្ធចិនបានពោលថាមនុស្សម្នាក់សូម្បីតែបានរៀនសូត្រខ្ពង់ខ្ពស់មានបទពិសោធន៍ច្រើនយ៉ាងណាក៏នៅតែមានចំណុចខ្វះខាតដែលខ្លួននៅមិនទាន់ជំនាញដែរនៅក្នុងទំនាក់ទំនងរវាងមនុស្សទូទៅក្នុងសង្គមយើងមិនគួរប្រកាន់យកគំនិតមើលងាយមើលថោកអ្នកដទៃនោះទេទោះបីជាអ្នកជាមនុស្សអន់ខ្សោយជាងខ្លួនអ្នកគួរចេះឲ្យតម្លៃនិងផ្ដល់កិត្តិយសក្នុងនាមជាមនុស្សដូចគ្នាម្យ៉ាងទៀតការអួតបំពើងខ្លួនដើម្បីយកប្រៀបលើអ្នកដទៃនោះគ្មានប្រយោជន៍អ្វីឡើយព្រោះមនុស្សល្អឬមនុស្សខ្លាំងស្ថិតនៅលើការវិតម្លៃពីសមត្ថភាពមិនមែនអង្គុយលើចង្អេរលើកខ្លួនឯងចេះតែលើកបាននោះទេមិនថាអ្នកមានឋានៈទ្រព្យធនឬមានចំណេះដឹងកម្រិតណាទេចូលសម្ដែងអាកប្បកិរិយាឲ្យបានសមរម្យចំពោះអ្នកដទៃបើអ្នកគោរពគេនឹងគោរពអ្នកវិញបើអ្នកមិនសម្ដែងអាកប្បកិរិយាឲ្យបានស្មើភាពជាមួយអ្នកដទៃថ្ងៃណាមួយអ្នកនឹងត្រូវទទួលអ្វីដែលអ្នកធ្លាប់ធ្វើអញ្ចឹងសូមអរគុណ